កាន់នឹងកម្រងដើរលេងតាំងពីអាទិត្យមុនប៉ុន្តែចៃដន្យអីមកប៉ះចំពេលភ្លៀងពេលចឹងម៉ាក់ក៏គាត់ខ្ជិលមកគាត់ថាពេលខ្លីពេកមានណាដែលឌីនាំទៅ3នាក់ឪកូនប្រយតែខ្ញុំគាត់និយាយថាអូនឯង day off តែមួយថ្ងៃចឹងតើឆ្លៀតនាំដើរតិចព្រោះខែក្តៅអត់វែងទេហើយខ្ញុំថាដាឌីមកពីធ្វើការហត់ផងបាច់ទេដឹងគាត់ថាអត់ទេត្រូវទៅនាំទៅត្រូវទៅឆ្លៀតធ្វើមកឲ្យបានមួយអាទិត្យនាំម៉ាមីដើរលេងម្ដងហើយខ្ញុំឮតែប្តីខ្ញុំនិយាយអញ្ចឹងខ្ញុំរំភើបពេកខ្ញុំប្រកាច់ត្រើលយកគ្នាហ្មងហើយចំណាយពេលជិះទៅដូចជាខ្ទង់ជិត1ម៉ោងគាត់ធ្លាប់នាំទៅខាងភ្នំដល់ពេលគាត់មកនាំមកខាងទឹកជ្រោះចេះតែសភាពវាយ៉ាងប្លែកម្យ៉ាងហើយជីបានឆ្ងាយបន្តិចហ្នឹងមេចាប់ដើមភ្លៀងខ្ញុំថាអើយដឹងបានចុះលេងអត់ទេតែដល់ពេលជិះមកវាមេយ៉ាងស្លាស់ម្ដងបន្តិចទៅអត់អីវិញហើយកន្លែងនេះមកប៉ះចំឆ្លុះចេញមកផឹកទឹកគេចេញមកពីអ្នកគូរបស់គេនេះហើយប្តីខ្ញុំប្រាប់ថាពេលខ្លះក៏ជួបខ្លាឃ្មុំដែរជួបឆ្លុះអីដូចមិនសូវអីម៉ានជួបខ្លាឃ្មុំដូចមានអារម្មណ៍អត់ស្រួលក្នុងចិត្តព្រោះខ្លាឃ្មុំភាគច្រើនវាមករកយើងណាហើយហោះពីឆ្លុះនឹងមកបន្តិចមកក៏ដល់កន្លែងចូលលេងល្មមហើយគ្រាន់តែចុះទៅដល់ភ្លាមដាឌីប្រាប់ថាចេះបើកូននឹងម៉ាមីឃើញខ្លាឃ្មុំណាត្រូវលើកដៃធ្វើម៉េចឲ្យខ្ពស់កវីទៅមកហើយស្រែកឲ្យលឺឲ្យសំឡេងនឹងលាន់ខ្លាំងដើម្បីខ្លាឃ្មុំនឹងខ្លាចគាត់ទៅលឺប៉ុណ្ណឹងភ្លាមបុកពោះថាបាច់ចូលទៅដឹងញ៉ៃខ្លាចគាត់ថាมันប្រកាសថាជួបទេគាត់ថាប្រាប់ទុកមុនហើយប្រាប់ទុកមុននឹងក៏បុកពោះដែរហើយមកខៃគឺចូលចិត្តទឹកខ្លាំងមែនតើចង់មួយប៉ុន្តែមុននឹងមួយនឹងស្ទាបទឹកសិនហើយខ្ញុំក៏ទៅប៉ះទឹកដែរអូយតិចណាស់មានអារម្មណ៍ថាពេលលូកមកកណាត់ដៃហ្នឹងទៅវាចង់កាំងមកកណាត់ចុងដៃហ្នឹងណាទៅពេលខ្ញុំគាត់និយាយថាហ្នឹងទឹកកកលាយវាហូរមកហ្នឹងឯងព្រោះពេលដែលខែត្រជាក់ខ្លាំងគឺទឹកទាំងអស់ហ្នឹងគឺកកឥឡូវដល់ខែក្តៅវាលាយអញ្ចឹងត្រជាក់ទឹកកកហ្នឹងឯងបានត្រជាក់ណាស់ហើយកន្លែងនេះខៃគេហក់ពីថ្មមួយទៅថ្មមួយមានណាជន់ខុសថ្មចូលទឹកត្រជាក់ឡើងចង់រឹងជើងគេស្រែកថាម៉ាមីជើងកូនណាំហើយកន្លែងខ្ញុំមកលេងនេះសបោផ្កាកលាបមែនតើនិយាយទៅផ្កាកលាបតាំងពីផ្លូវច្រកចូលមិនមានអ្នកដាំទេណាគឺវាផ្កាអញ្ចឹងគ្រប់កន្លែងហ្មងឲ្យតែនៅក្នុងតំបន់ហ្នឹងគឺសបោផ្កាកលាបមែនតើអញ្ចឹងបន្ទាប់ពីប្តីខ្ញុំគាត់នាំខ្ញុំទៅលេងអាទឹកខាងលើមិញហ្នឹងវាហៀងហូររិញណាដល់ពេលមកខាងក្រោមនេះវិញទឹកវាហូរខ្លាំងដោយសារវាមានល្បាក់ថ្មមើលទៅស្អាតមែនតើប៉ុន្តែខ្ញុំមិនដែលមានភាពក្លាហានទៅដូចគេបដែតខ្លួនតាមទឹកតាមអីចឹងអូយអត់ទេព្រោះខ្ញុំអ្នកខ្លាចទឹកណាស់ល្មមគឺខ្ញុំអត់ចូលលេងដាច់ខាតហ្មងបានត្រឹមតែមើលពីលើចឹងឯងឬក៏បើថាងូតទឹកគេវិញរៀងរែងនៅចិត្តច្រាំងអីចឹងណាប៉ុន្តែបើថាបដែតខ្លួនធ្លាក់មកក្រោមអីដូចគេដូចអីអត់ទេអត់ខ្លាហានទេហើយនេះម៉ោងខ្ទង់7យប់ហើយប៉ុន្តែវានៅភ្លឺអញ្ចឹងហើយក៏មានអ្នកផ្សេងគេទៅលេងដែរគ្រាន់តែវាអត់សូវច្រើនដូចពេលថ្ងៃ